សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបបង្កើតឈ្មោះម៉ាកតំណែងនៅក្នុង System TO Inventory Cloud ជាដំបូងអ្នកត្រូវ click នៅលើ Module Stop បន្ទាប់មក click នៅលើពាក្យ Brand click លើប៊ូតុង Create ដើម្បីបង្កើតឈ្មោះម៉ាកតំណែងសម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងឬ System នឹងធ្វើការចាប់ record នៅចូលនៅស្វ័យប្រវត្តិលោកអ្នកត្រូវ take active ទៅឈ្មោះម៉ាកតំណែងដែលលោកអ្នកបង្កើតអាចដំណើរការបានបំពេញឈ្មោះម៉ាកតំណែងរបស់លោកអ្នកនៅក្នុងប្រអប់ description លោកអ្នកអាចបំពេញឈ្មោះម៉ាកតំណែងជាភាសាផ្សេងទៀតនៅក្នុងប្រអប់ second language រួច click save នោះលោកអ្នកនឹងទទួលបានឈ្មោះម៉ាកតំណែងថ្មីមួយ